អញ្ញាធិថៃបានបញ្ជាឲ្យពលរដ្ឋរបស់ខ្លួនបញ្ឈប់ការបង្ហោះសារបញ្ឆេះកំហឹងនិងការរឹបអូសយកទ្រព្យសម្បត្តិនៅថ្ងៃទី4 ខែមករាឆ្នាំ 2026 នេះយុទ្ធភូមិភាគទី2ថៃបានចេញសេចក្តីណែនាំបន្ទាន់មួយដល់ពលរដ្ឋនិងកងកម្លាំងរបស់ខ្លួនដើម្បីគ្រប់គ្រងស្ថានភាពព័ត៌មានឲ្យមានរបៀបរៀបរយអាជ្ញាធរថៃបានស្នើឲ្យពលរដ្ឋបញ្ឈប់ជាបន្ទាន់នៅការចែករំលែករូបភាពឬវីដេអូដែលបង្ហាញពីការដកហូតទ្រព្យសម្បត្តិមានដូចជាម៉ូតូប្រាក់កាសឬរបស់មានតម្លៃផ្សេងៗនៅតំបន់ព្រំដែនថៃបានហាមឃាត់ការបង្ហោះខ្លឹមសារបញ្ចាចបញ្ចើឬការជេរប្រមាថដល់ទាហានកម្ពុជានិងប្រជាជនកម្ពុជាសកម្មភាពទាំងនេះអាចត្រូវបានគេយកទៅប្រើប្រាស់ជាភស្តុតាងនៅក្នុងឆាកអន្តរជាតិដើម្បីចោទប្រកាន់ពីការរំលោភច្បាប់មនុស្សធម៌ឧត្តមភាពរបស់ប្រទេសថៃគឺភាពស្ងប់ស្ងាត់ភាពហ្មត់ចត់និងភាពស្របច្បាប់សម្រាប់កងទ័ពជើងគោកថៃមានបទបញ្ជាផ្ទៃក្នុងចុះថ្ងៃទី8 ធ្នូ ឆ្នាំ 2025 ដើម្បីដាក់ពិន័យដល់កងកម្លាំងណាដែលល្មើសនឹងវិន័យនៃការផ្សព្វផ្សាយព័ត៌មាននេះសេចក្តីប្រកាសបានបញ្ជាក់ថាចំនួនបច្ចុប្បន្នមិនមែនជាចំនួនរវាងប្រជាជននិងប្រជាជនឡើយប៉ុន្តែវាគឺជាបញ្ហាដែលកើតចេញពីក្រុមអ្នកមានអំណាចដែលបាត់បង់ផលប្រយោជន៍ពីអាជីវកម្មខុសច្បាប់ដោយបងប្អូនទាំងអស់គ្នាបានឮហើយសម្រាប់បងប្អូនដែលចង់បានប្រភេទទូរស័ព្ទដៃ iPhone 17 series គ្រប់ទំហំគ្រប់ជីនិងគ្រប់កូដប្រទេសលើកលែងតែប្រទេសថៃបងប្អូនអាចមករកបាននៅហាងទូរស័ព្ទដៃគ្នាយើងគ្រប់សាខាចំពោះសេវាកម្មគឺមានច្រើនជម្រើសសម្រាប់បងប្អូនអាចធ្វើការទិញដាច់វាយដូរបង់រំលោះឬក៏ជួសជុលនៅហាងទូរស័ព្ទដៃគ្នាយើងបានអាជ្ញាធរថៃបានហាមឃាត់ប្រជាជនរបស់ខ្លួនមិនឲ្យធ្វើការផ្សព្វផ្សាយចែករំលែកបន្តតាក់ទងជាមួយនឹងព័ត៌មាននៃការលួចម៉ូតូគោយន្តទ្រព្យសម្បត្តិប្រាក់កាសដែលខាងទាហានថៃបានចូលលួចទៅក្នុងផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានោះទេព្រោះគេខ្លាចថាកម្ពុជាអាចយកអារូបភាពទាំងអស់ហ្នឹងយកទៅប្តឹងថៃនៅលើឆាកអន្តរជាតិដោយបងប្អូនបានឮហើយថានៅស្រុកថៃគេប្រកាន់យកនៅឧត្តមភាពស្ងប់ស្ងាត់ភាពម៉ត់ចត់និងភាពស្របច្បាប់ឧត្តមភាពអីស្ងប់ស្ងាត់អីម៉ត់ចត់អីស្របច្បាប់អីឥឡូវនេះបើប្រើកម្លាំងបាយវាយកម្ពុជាទៅលួចទ្រព្យសម្បត្តិរបស់ប្រជាជនលួចគោយន្តលួចម៉ូតូលួចស្អីទាំងអស់អាហ្នឹងចោលហ្នឹងឯងស្របច្បាប់ស្អីបាទខ្លួនឯងចោលឲ្យប្រកាសថាខ្លួនឯងហ្នឹងធ្វើការងារទាំងអស់ហ្នឹងប្រកបដោយភាពស្របច្បាប់ទៅទៀតកន្លែងនេះគឺជាភាសានិយាយរបស់ថៃដែលគេនិយាយតាំងពីដើមមកបងប្អូនគេនិយាយតែអញ្ចឹងគេធ្វើស្របច្បាប់គេធ្វើដោយម៉ត់ចត់ច្បាស់លាស់ត្រឹមត្រូវស្ងប់ស្ងាត់និងប្រកបដោយឧត្តមភាពហ្នឹងអាហ្នឹងឯងឧត្តមភាពរបស់ថៃហ្នឹងបងប្អូនលួចគេហ្នឹងឯងបាទប្រើប្រាស់កម្លាំងបាយហ្នឹងឯងនេះជាឧត្តមភាពរបស់សៀមអរគុណបងប្អូនជម្រាបលាអញ្ចឹងខ្ញុំចង់ដឹងថាតើទូរស័ព្ទប្រភេទ17 series របស់យើងនេះដែលយើងលក់ចេញរាល់ថ្ងៃនេះយើងមានយកអីវ៉ាន់ថៃមកអត់យើងដាច់ខាតគឺយើងអត់លក់ប្រភេទអីវ៉ាន់ដែលមកពីថៃទេពេលដែលយើងមើលវីដេអូប្រជាជនកំពុងតែភៀសខ្លួនមើលវីដេអូតាហ៊ានមើលវីដេអូអីហើយគឺយើងបដិញ្ញាថាចំណេញច្រើនដែរក៏យើងអត់លក់ដែរសម្រាប់បងប្អូនដែលចង់បាន iPhone 17 series មាន iPhone 17 iPhone 17 Pro Pro Max iPhone 17 Air បងប្អូនអាចអញ្ជើញមកហាងទូរស័ព្ទដៃគ្នាយើងបានហើយបើសិនជាបងប្អូនចង់បានប្រភេទធានាមួយឆ្នាំបងប្អូនអាចអញ្ជើញមកគ្នាយើង VIP បានសម្រាប់សេវាកម្មបងប្អូនអ្នកគ្នាអាចមកធ្វើការទិញទូរស័ព្ទនៅគ្នាយើងដោយទិញដាច់ក៏បានវាយដូរក៏បានបង់រំលោះក៏បានហើយបងប្អូនក៏អាចមកជួសជុលទូរស័ព្ទដៃគ្រប់ប្រភេទនៅហាងទូរស័ព្ទដៃគ្នាយើងបានផងដែរគ្នាយើងមាន4សាខាផ្សេងគ្នាដែលសាខាទី1គឺគ្នាយើង KY Store នៅជាប់ជាមួយនឹងគុលស្ពានអាកាស7មករាគ្នាយើងសាខាទី2គឺគ្នាយើង VIP ចុះពីស្ពានអាកាស7មករាមកចំនួន100ម៉ែត្រនៅខាងឆ្វេងដៃសាខាទី3 Store គ្នាយើងនៅកែងផ្សារកាប់គោចិត្តវិមានឯករាជ្យសាខាទី4គ្នាយើង Eon គឺនៅទល់មុខនឹងផ្សារទំនើប Eon មួយតែម្ដងបងប្អូនចង់បានអីវ៉ាន់ល្អការធានាត្រឹមត្រូវនិងតម្លៃសមរម្យសុំកុំភ្លេចគ្នាយើង